ក្នុងនាមខ្ញុំជាកូនខ្មែរខ្ញុំពិតជាសប្បាយរីករាយខ្លាំងមែនតើបងប្អូននៅពេលដែលឃើញខ្មែរយើងគាត់បានគ្រប់គ្រងជាមួយនឹងផលិតផលខ្មែរកម្មវិធីដែលខ្ញុំកំពុងតែថតបង្ហាញជូនបងប្អូននេះគឺកម្មវិធីសប្បុរសធម៌អាហារនៅក្នុងនឹងដែរគឺសុទ្ធតែជាផលិតផលខ្មែរយើងច្រើនមែនតើតាមស្តង់នីមួយលើពីនឹងផងដែរសម្រាប់បងប្អូនដែលតាំងស្តង់នៅនេះគឺខាងភ្នំពេញ City Center គឺអត់មានគិតលុយពីពួកគាត់ទេអ្វីដែលអស្ចារ្យទៀតបងប្អូនដែលជាម្ចាស់អាជីវកម្មនៅពេលដែលលក់រយៈពេល3ថ្ងៃនេះចំណេញគឺគាត់បានយកលុយមួយចំនួនដើម្បីបរិច្ចាគទៅដល់បងប្អូនដែលកំពុងតែត្រូវការជំនួយជាចាំបាច់ហើយព្រឹត្តិការណ៍នេះគឺធ្វើឡើងរយៈពេល3ថ្ងៃគឺនៅថ្ងៃទី21 22និង23បើបងប្អូនបានឃើញវីដេអូនេះហើយកុំភ្លេចទៅជួយគ្រប់គ្រងផលិតផលខ្មែរយើងផងគឺនៅបង្កក់នឹងឯងពេលដែលបងប្អូនទៅដល់ច្បាស់ជាមានអារម្មណ៍ថាប្លែកហើយព្រោះអីសុទ្ធតែជាផលិតផលខ្មែរយើងទាំងអស់តែម្ដងជាពិសេសគឺទៅលើម្ហូបអាហារពួកគាត់បកកែរៀបចំខ្លាំងមែនតើខ្ញុំពិតជាសូមសរសើរទៅដល់បងប្អូនដែលជាអ្នកលក់នំបញ្ចុកហើយមានតាំងពីក្អមមានតាំងពីបន្លែជាពិសេសហ្នឹងគឺមានជាមួយនឹងផ្អែមទៀតគាត់តែឃើញរបៀបរៀបចំរបស់គាត់ដឹងតែកន្លែងគាត់មានអនាម័យប៉ុណ្ណាអញ្ចឹងល្ងាចនេះបងប្អូនបាច់បាយផ្ទះទេទៅបាយនៅព្រឹត្តិការណ៍ម្ហូបអាហារហ្មងទៅបើគេមានច្រើនមុខច្រើនជម្រើសឲ្យបងប្អូនហើយនៅចាំអីទៀតលើពីនឹងទៀតបងប្អូនបានមកដើរលេងកម្សាន្តហើយក៏អាចមើលជាមួយនឹងសិល្បៈបុរាណខ្មែរដែរងាយណាបងប្អូនបានមើលសិល្បៈខ្មែរបុរាណដូចជាល្ខោនខោលល្ខោនស្បែកតូចចាប៉ីដងវែងហើយនៅមានច្រើនផ្សេងពីនឹងទៀតការលើកយកសិល្បៈខ្មែរបុរាណមកបង្ហាញជូនបងប្អូននេះមិនត្រឹមតែលើកស្ទួយនៅវិស័យទេសចរទេប៉ុន្តែក៏ចង់បង្ហាញដល់ក្មេងៗជំនាន់ក្រោយដែលពួកគាត់អត់ទាន់បានស្គាល់ពីសិល្បៈខ្មែរយើងថាអស្ចារ្យហើយស្រស់ស្អាតប៉ុណ្ណាផងចំណុចនេះហើយបានខ្ញុំសរសើរជាមួយនឹងភ្នំពេញ City Center ខ្លាំងមែនតើនៅការគិតគូររបស់គាត់មិនមែនមានតែផលិតផលខ្មែរចំណីអាហារខ្មែរឬក៏សិល្បៈទេសំខាន់គឺគាត់បានរំលេចជាមួយនឹងផ្ការរំដួលខ្មែរយើងទៀតលើពីនឹងទៀតគាត់ក៏បានដាក់ប្រាសាទនីមួយៗដាក់តាំងបង្ហាញជូនឲ្យបងប្អូនបានមើលហើយបានស្គាល់តែម្ដងអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេប៉ុន្តែអ្វីដែលខ្ញុំចង់បានគឺខ្ញុំចង់ឲ្យបងប្អូនខ្មែរយើងគាត់គាំទ្រជាមួយនឹងផលិតផលខ្មែរបានច្រើនប៉ុន្តែឥឡូវនេះគេកំពុងតែមានព្រឹត្តិការណ៍សប្បុរសធម៌ម្ហូបអាហារបែបនេះបងប្អូនអាចអញ្ជើញទៅបានអញ្ចឹងបងប្អូនកុំភ្លេចទៅជួយគាំទ្រផលិតផលខ្មែរយើងផងណាបាយបាយ